ការតំណងបើកចំហដើម្បីរក្សាភាពតំណងល្អហើយដើម្បីឲ្យមានអារម្មណ៍ស្រស់ស្រាយល្អនៅគ្នាអញ្ចឹងមានន័យថាធ្វើមិនក៏ដោយព្យាយាមឲ្យគាត់និយាយជាគាត់គិតធ្វើមិនក៏ដោយបើកចំហមួយយើងហើយបើគាត់និយាយទេកុំកំបខំអត់ធ្មត់ទីចាំស្អែកក៏បានដែរងើបឡើងញ៉ាំបបរហើយញ៉ាំទៅទៀតអត់និយាយអូខេអត់អីទេចាំមកវិញរួចរាល់ហើយកូនធ្វើមេរៀនហើយកុំមកតង់កេងមិនណាអង្គុយមួយបានណាមិនសើមិញចេះកូនឯងមានអីចង់ប្រាប់ប៉ាអត់ទេណែប៉ាទុកតាំងពីម្សិលមិញដល់ឥឡូវចង់ជួបកូនឲ្យកូនមានឱកាសដើម្បីបញ្យល់ប៉ាហើយបញ្យល់ម៉ាក់ហើយកូនឯងមានរឿងអីអត់ទេដើម្បីធ្វើបើតែកូនបានធ្វើអញ្ចឹងហើយហេតុអ្វីបានកូនធ្វើអញ្ចឹងហើយមានរឿងអីនៅសាលាហើយកូនមានបញ្ហាអីហើយនរណាគេធ្វើអញ្ចឹងដាក់កូនអញ្ចឹងបើគឺឃើញទៅស្ដាប់ទៅវាជាកំហុសធំដុំនៅខាងគេហើយកូនយើងដឹងតចរិតកូនយើងត្រូវហៅយុទ្ធធម៌ឲ្យកូនយើងត្រូវយុទ្ធធម៌កូនយើងត្រូវណាត់ជួបដៃគូអ្នកផ្សេងដៃគូអ្នកផ្សេងអត់ទៅរករឿងបងម្សិលមិញកូនខ្ញុំគាត់មកវិញក៏យំហើយក៏ចូលបន្ទប់អត់បើកទ្វារទេហើយខ្ញុំសួរគាត់ហេតុផលគឺកូនបងបានប៊ូលីកូនខ្ញុំហើយចេះអញ្ចឹងខ្ញុំអត់ដឹងតើខុសត្រូវបងអាចសុំសួរអូនមើលគាត់មានបានធ្វើអត់ហើយបើបានធ្វើសួរហេតុផលអត់អីទេខ្ញុំគាត់ចង់ឲ្យគាត់សុំទោសកុំធ្វើទៀតកុំទៅចឡោតទៅកុំជេរកុំទៅរោរឿងកុំទៅដឹងអីណាណីថ្ងៃក្រោយទៅជាមិត្តភក្តិរាប់អានជួយមើលឲ្យអូនផងគេទៅកែទៅជាមិត្តហើយកែទៅជាអ្នកការពារទៀតយើងបំបែកទីផ្អើលជ្រុះនេះប្តឹងផ្ដល់លើថ្ងៃក្រោយអាហ្នឹងវាយលើដើមទៀតអញ្ចឹងណាបាទអញ្ចឹងគេឲ្យបើកចំហនៅតំណែងបង្កើតមិត្តភាពហើយបញ្ចេញនៅចម្លើយដើម្បីយើងចង់បានមួយទៀតគោរពស្វ័យភាពរបស់ពួកគេដោយការគោរពរបស់ឯកជនភាពរបស់គេអញ្ចឹងឲ្យឱកាសគេឯករាជ្យឲ្យឱកាសគេស្វ័យភាពឲ្យឱកាសគេធ្វើអីដល់ខ្លួនឯងខ្លះដោយធ្វើយ៉ាងម៉េចដោយអនុញ្ញាតឲ្យគេហ្នឹងចេះសម្រេចហើយចេះទទួលខុសត្រូវហើយឲ្យគេចេះឯករាជ្យហើយឲ្យគេចេះអភិវឌ្ឍចំណេះដឹងជីវិតខ្លួនគេទាំងអស់នឹងធ្វើបានដោយយើង give them space ឲ្យ space គេឲ្យឱកាសគេហើយកុំជក់ចេញហើយកុំដេញតែទៀតដក clear ហើយយើង observe ដក clear ហើយយើងតាមដានមិនដក clear ធ្វើអត់ដឹងលឺទេណាមិនម៉ែអីទេបើឯងចង់ទៅអញ្ចឹងទៅងាប់ទៅមិនអញ្ចឹងទេយើងដក clear ប៉ុន្តែយើង observe យើងតាមដានហើយបើយើងខុសកូនម៉ានអាទិត្យនេះម៉ាក់ដូចជាអត់សូវបានយកចិត្តទៅដាក់ជាមួយកូននិយាយច្រើនតែម៉ាក់ឃើញកូនចេះកូនវាក់พืชម៉ាក់អញអត់ល្វល់មែនតែដឹងអញធ្វើអីទាំងអស់គេអញ្ចឹងគាត់ចាប់ដល់មកថាម៉ាក់អញអត់ល្វល់មែនប៉ុន្តែក៏យកចិត្តទុកដាក់គាត់តាមដានអញ្ចឹងធ្វើឲ្យកូននឹងចាប់អារម្មណ៍ហើយថ្ងៃក្រោយធ្វើអីក៏ដោយគឺមិនក្រៅពីភ្នែកច្រមុះម៉ាក់ប៉ាទេចង់មានអីអញ្ចឹងណាអញ្ចឹងធ្វើឲ្យយើងនេះយល់ថាកូនឯងធ្វើអីធ្វើទៅម៉ាក់មិនសូវលូកលាន់ទេតែបើកូនដើរផ្លូវខុសម៉ាក់ប្រាប់អញ្ចឹងឲ្យកូនឯងរៀនចេះសម្រេចរៀនចេះធ្វើរៀនចេះដើររៀនចេះពិចារណាអញ្ចឹងបានគេហៅឲ្យស្វ័យភាពរបស់កូនយើងបានកូនយើងហ៊ានលូតលាស់បើកូនយើងហ៊ានឈរហើយហ៊ានចំហនៅប្រឈមនៅបញ្ហាអ្វីខ្លួនឯងហើយសូម្បីប្រឈមបញ្ហាក៏យើងអត់ដោះឲ្យគាត់ដែរយើងគ្រាន់តែមើលមុខគាត់ចូលស្អុយចេញស្អុយចូលស្អុយចេញស្អុយហើយពិបាកហ្នឹងយើងសួរកូនបញ្ហាហ្នឹងកូនដោះចេញបាននៅម៉ាក់មិនដឹងខ្ញុំមានបញ្ហាគាត់តែយើងមើលយើងដឹងថាគាត់មានបញ្ហាគាត់ថាដោះបានហើយនៅឲ្យម៉ាក់ចូលរួមជួយអត់ឲ្យប៉ាចូលរួមជួយអត់គាត់តែប៉ុណ្្នឹងគាត់មានអារម្មណ៍ថាបើកចំហមកយើងបាត់ហើយបាច់ជុំសួរគាត់មានបញ្ហាអីទេបញ្ហាហ្នឹងកូនដោះស្រាយបានហើយនៅឲ្យម៉ាក់ចូលរួមជួយអត់អញ្ចឹងណាអាហ្នឹងគឺវិធីសាស្ត្រកាត់ជ្រៅចូលដល់ហ្មងបញ្ជាក់ឲ្យយើងយល់ពីជំរឿកូនយើងប៉ុណ្ណាហើយបើយើងជាម៉ែឲ្យយើងយល់ជ្រៅណាស់ពីជំរឿកូនយើងមិនចង់ឲ្យគេយល់មុនយើងទេ